Ok,នេះគឺជា Oppo Find X9 Ultra ដែលជាម៉ាស៊ីនទៅតែ release ថ្មីម៉ាស៊ីននេះចាក់ស្ដែងគឺទទួលបាន Snapdragon 8 Elite Gen 5 ហើយជាស្ដេចកាមេរ៉ាផងដែរនៅក្នុងពេលបច្ចុប្បន្ននេះផ្ទាល់តែម្ដងអញ្ចឹងម៉ាស៊ីននេះតម្លៃវាបើសិនជាមកទឹកបច្ចុប្បន្នអាច$1200ជាងទៅ$1300ជាងហើយចំពោះ spec វាគឺធំអានេះគឺជាប្រភេទ Snapdragon 8 Elite Gen 5ក៏ដូចជា RAM វា 12GB បូក 12GB ហើយវា cooperate ជាមួយនឹង Hasselblad ជាមួយនឹងកាមេរ៉ាវា50 megapixel 200 megapixel ពីរគ្រាប់ជាប្រភេទ lens telephoto ដែលអាច zoom បានរហូតដល់ 100x អានេះគឺជាម៉ាស៊ីនដែល zoom បានធំជាងគេហើយនៅក្នុងពេលបច្ចុប្បន្ននេះសម្រាប់ម៉ាស៊ីន Oppo Find X9 Ultra នេះចំពោះ storage 512GB global version អាចដាក់ SIM បាន2ចំពោះម៉ាស៊ីននេះជាក់ស្ដែងហើយវាប្រើប្រាស់ជាមួយនឹង run USB Type C speaker ក៏លាន់ AM ដែរហើយអានេះគេធ្វើមក redesign ជាមួយនឹង16 Pro Max ឬក៏ដូចជា iPhone 16 series របស់ Apple ដែលបំពាក់ទៅលើគេហៅថា camera button ឬក៏យើងបច្ចេកទេសនៅលើ iPhone គេហៅថា camera control ចំពោះអានេះវិញគឺជាប្រភេទម៉ាស៊ីនដែលបំពាក់ជាមួយនឹងអេក្រង់ OLED ដែលច្បាស់កប់សេរីយកតែម្ដងហើយម៉ាស៊ីនវា smooth ខ្លាំងមែនទែនអញ្ចឹងមកដល់ពេលបច្ចុប្បន្ននេះវានៅតែជាកំពូលកាមេរ៉ាមួយនៅលើទូរស័ព្ទ Oppo ហើយជាស្ដេចម៉ាស៊ីនដែលល្អមែនទែនសម្រាប់ការប្រើប្រាស់អានេះគឺយើងអាចធ្វើការ download app អីភ្លាមតើតើជាមួយនឹងការប្រើប្រាស់គ្រាន់តែ login Gmail ចូលទៅបងប្អូនអាចធ្វើការ download បានដោយសេរីតែម្ដងចង់ដាក់អីក៏បានដែរហើយជាក់ស្ដែង Google ធ្វើការ update ម៉ាស៊ីននេះជាក់ស្ដែងដូចជាដំណើរការជំនួស One UI ហើយក៏ដូចជា Color OS របស់ Oppo ហ្នឹងគឺ 16.08 ជា version ចុងក្រោយតែម្ដងហើយអានេះគឺជាព័ត៌មានតិចតួចតទៅជាមួយនឹងម៉ាស៊ីននេះជាក់ស្ដែងហើយថ្មវានៅ100ពេញបើសិនជាបងប្អូនត្រូវការអី$1200ជាងទេអាចពិចារណាបានជាមួយនឹង Oppo Find X9 Ultra មកគ្រាប់នេះអានេះបើយើងនិយាយទៅហៅថាជាប្រភេទ Black Edition ហើយក្នុងខាងក្រោយនេះគឺអត់ចាប់ស្នាមកញ្ចៅដៃទេគឺអែមែនតើអញ្ចឹងបងប្អូនត្រូវការអីអាចទៅខ្ញុំបានមានមកគ្រាប់ហ្នឹងទេអានេះរូបរាងរបស់វាជាក់ស្ដែងតែម្ដងចំពោះ Oppo Find X9 Ultra